តើបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអីបានជាកសិករនៅតែក្រីក្រពេញមួយជីវិតខណៈពេលដែលកសិករខ្លះទៀតអាចបង្កើតអាជីវកម្មជោគជ័យនិងមានជីវភាពធូរធារតើមកពីពួកគាត់មិនប្រឹងប្រែងធ្វើការឬក៏យ៉ាងណាចម្លើយគឺមិនទេតាមពិតទៅកសិករភាគច្រើនស្ថិតនៅក្នុងចំណោមមនុស្សដែលខំប្រឹងប្រែងធ្វើការបំផុតនៅលើពិភពលោកពួកគេភាគច្រើនភ្ញាក់មុនថ្ងៃរះហើយធ្វើការក្រោមកម្ដៅថ្ងៃហើយជារឿយៗមិនហ៊ានឈប់សម្រាកដល់ប្រលប់ចុះហេតុតែបានជាពួកគាត់នៅតែមានការលំបាកផ្នែកហិរញ្ញវត្ថុហើយនៅតែខ្វះខាតរោគព្រឹកខ្វះល្ងាចជាដើមថ្ងៃនេះខ្ញុំនឹងមកចែករំលែកនៅមូលហេតុធំដែលធ្វើឲ្យកសិករជាច្រើននៅតែក្រីក្រហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺជំហានជាក់ស្ដែងដែលពួកគាត់អាចផ្លាស់ប្ដូរបានចំណុចទី1គឺចាត់ទុកការធ្វើកសិកម្មជាការងារប្រចាំថ្ងៃជំនួសឲ្យការធ្វើអាជីវកម្មនិងជាមូលហេតុមួយដែលកសិករនៅតែក្រីក្រកសិករភាគច្រើនផ្ដោតតែទៅលើការផលិតដំណាំទេឬក៏ការចិញ្ចឹមសត្វពួកគេកម្រគណនាថ្លៃដើមថាតើថ្លៃដើមនឹងចំណេញប្រមាណឬក៏គិតថាគួរដាំដំណាំអីផ្សេងដែលអាចរកចំណូលបានច្រើនជាងនេះឧទាហរណ៍យើងមានផ្ទៃដីដូចគ្នាប៉ុន្តែបើយើងផ្ដោតទៅលើដំណាំប្រភេទណាមួយនោះដែលវាទទួលបានចំណូលតិចអញ្ចឹងយើងនឹងពិបាកនៅក្នុងការរកឲ្យបានច្រើនណាឧទាហរណ៍ថាដីកន្លះហិកតាដូចគ្នាម្នាក់ជ្រើសយកការដាំដូងហើយម្នាក់ទៀតជ្រើសយកការដាំពោតអញ្ចឹងការដាំពោតគឺនឹងទទួលបានផលតិចតួចមែនទេប៉ុន្តែគ្រាន់ថាការដាំដូងវាត្រូវការរយៈពេលយូរទម្រាំតែអាចទទួលបានផលប៉ុន្តែស្របពេលហ្នឹងកសិករដែលគាត់ដឹងច្បាស់គាត់នឹងអាចដាំដូងហើយគាត់អាចដាំពោតនៅក្នុងនឹងដែរអញ្ចឹងរយៈពេល 3-4 ឆ្នាំក្រោយគាត់នឹងទទួលបានផលពីការដាំដូងរបស់គាត់ពួកគាត់តែងតែសួរថាតើឆ្នាំនេះចំណាយអស់ប៉ុន្មានចំណូលបានប្រមាណហើយខ្ញុំអាចបង្កើតប្រាក់ចំណេញនៅរដូវកាលក្រោយអត់ហើយកសិដ្ឋានគឺជាអាជីវកម្មមួយបើយើងអត់បានគិតគូរទេអញ្ចឹងយើងនឹងមិនសូវទទួលបានផលចំណេញទេបងប្អូនត្រូវតែគិតគូរចំណុចទី2គឺពឹងផ្អែកលើប្រភពចំណូលតែមួយមុខនេះជាចំណុចសំខាន់ដែរសាកសម័យមើលបើយើងដាំដំណាំទៅមួយមុខប៉ះសិនបើជួបគ្រោះរាំងស្ងួតទឹកជំនន់ឬក៏សត្វល្អិតបំផ្លាញឬក៏តម្លៃធ្លាក់ចុះចំណូលទាំងអស់ហ្នឹងនឹងរលាយបាត់ភ្លាមៗកសិដ្ឋានដែលជោគជ័យជារឿយៗមានប្រភពចំណូលច្រើនសត្វពាហនៈបន្លែបកាឈើហូបផ្លែស្រះចិញ្ចឹមត្រីពងមាន់ពងទាការលក់ជីកប៉ុសឬក៏ជីធម្មជាតិនៅពេលដែលមានចំណូលមួយធ្លាក់ចុះចំណូលមួយទៀតអាចទ្រទ្រង់គ្រួសារបានចំណុចទី3ចំណាយមុនពេលវិនិយោគមនុស្សមួយចំនួនបានលុយភ្លាមគឺចាយវាភ្លាមហ្មងជំនួសឲ្យការទិញរបស់ដែលបង្កើននៅចំណូលបន្ថែមពួកគេបែរជាទៅទិញរបស់ដែលធ្លាក់ថ្លៃយ៉ាងលឿនទៅវិញឧទាហរណ៍ដូចឡានដូចម៉ូតូដូចអីទិញភាពហឺហាទម្លាប់ល្អជាងនេះគឺត្រូវសួរថាតើការទិញនេះនឹងជួយឲ្យខ្ញុំរកលុយបានកាន់តែច្រើននៅពេលអនាគតឬអត់បើអត់ទេយើងគួរតែយកលុយនឹងទៅវិនិយោគដូចជាពូជសត្វល្អការទិញពូជសត្វល្អឬក៏ប្រព័ន្ធស្រោចស្រពដំណាំដែលយើងដាំដុះឬក៏យកលុយមួយចំនួនដែលយើងមានហ្នឹងទៅរៀននៅជំនាញថ្មីឧទាហរណ៍រៀនពីរបៀបការចិញ្ចឹមមាន់ការចិញ្ចឹមទាការប្រើប្រាស់វ៉ាក់សាំងឯនឹងជាដើមអញ្ចឹងនៅពេលដែលទទួលបានចំណូលមកយើងគួរតែយកវាទៅរៀនឬក៏យកវាទៅវិនិយោគលើផ្នែកណាមួយទី4គឺខ្ចីប្រាក់ដោយគ្មានផែនការច្បាស់លាស់កម្ចីអាចជួយឲ្យកសិដ្ឋានរីកចម្រើនបានប៉ុន្តែលុះត្រាតែមានផែនការជាក់ស្ដែងសម្រាប់ការសងវិញការខ្ចីលុយដើម្បីរ៉ាប់រងការចំណាយប្រចាំថ្ងៃដោយមិនបានបង្កើននៅចំណូលនានានាពេលអនាគតជារឿយៗបង្កើតនៅសម្ពាធកាន់តែខ្លាំងមុននឹងយកកម្ចីត្រូវគណនាថាតើខ្ញុំអាចរកចំណូលបានប្រមាណតើរយៈពេលប្រមាណទៅខ្ញុំអាចសងរួចហើយតើខ្ញុំនៅអាចសងវិញបានទេបើតម្លៃទីផ្សារធ្លាក់ចុះឧទាហរណ៍ថាយើងខ្ចីយកមកដាំដលងហើយបើសិនជាដលងអត់កើតតែយើងមានលទ្ធភាពនឹងសងអត់ឬក៏បើសិនជាដលងនឹងតម្លៃវាទាបតែយើងមានលទ្ធភាពសងអត់ឬក៏បើជួបគ្រោះរាំងស្ងួតតើយើងអាចមានលទ្ធភាពសងអត់នៅពេលដែលយើងសួរបែបហ្នឹងយើងប្រកាសជាខ្ចីលុយដែលយកមកប្រើហ្នឹងដោយមានផែនការច្បាស់លាស់ត្រឹមត្រូវហើយបើសិនជាវាជួបបញ្ហាទាំងអស់ហ្នឹងសួរតើយើងអាចរកលុយមកពីណាដើម្បីសងចំណុចទី5គឺមិនបន្តការរៀនសូត្រវិស័យកសិកម្មមានការផ្លាស់ប្ដូររៀងរាល់ឆ្នាំ
វិធីសាស្ត្រធ្វើកសិកម្មថ្មីការថែទាំសត្វល្អជាងមុនគ្រាប់ពូជដែលបានកែលម្អនិងយុទ្ធសាស្ត្រអាជីវកម្មឆ្លាតវៃជាងមុនតែងតែមានជានិច្ចកសិករដែលបន្តរៀនសូត្រជារឿយរីកចម្រើនជាងអ្នកដែលរំពឹងតែទៅលើក្បួនចាស់ឧទាហរណ៍ការចិញ្ចឹមមាន់វាមានជំងឺប្លែកដែលយើងមិនធ្លាប់ជួបប្រទះបើសិនជាយើងអត់បានរៀនសូត្របន្តទេយើងនឹងមិនដឹងទេហើយការរៀនសូត្រហ្នឹងគឺអាចរៀនបានតាមរយៈការអានសៀវភៅការមើលវីដេអូអប់រំឬការចូលរួមវគ្គបណ្ដុះបណ្ដាលនិងការរៀនសូត្រពីកសិករដែលមានបទពិសោធន៍ផ្សេងអាចបង្កើនឲ្យមានភាពខុសគ្នាដាច់ស្រឡះពីកសិករដែលមិនបន្តការរៀនសូត្រឧទាហរណ៍ថាសូម្បីតែការប្រើប្រាស់ជីក៏ដោយការប្រើប្រាស់ជីទៅលើការដាំស្រែដាំស្រូវនេះជាដើមអានឹងក៏ជាការរៀនសូត្រមួយដែរកសិករខ្លះក៏ធ្វើតាមទម្លាប់ដដែលឬក៏សំបីតែការមើលទៅលើការឧតុទិនិយមក៏សំខាន់ដែរយើងដឹងតែឆ្នាំនេះនឹងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ទេអញ្ចឹងយើងគួរធ្វើមិនដោះស្រាយមិនខែណាដែលវារាំងយើងគួរដាំដំណាំអីដែលអាចថាទោះបីជារាំងក៏យើងអាចទទួលបានចំណូលខ្លះចំណុចទី6គឺរងចាំអ្នកដទៃមកផ្លាស់ប្ដូរជីវិតរបស់ខ្លួនមនុស្សជាច្រើនរងចាំអាកាសធាតុល្អជាងមុនរងចាំតម្លៃទីផ្សារល្អជាងមុនរងចាំការគ្រប់គ្រងពីរាជរដ្ឋាភិបាលរងចាំសំណាងល្អប៉ុន្តែកសិករជោគជ័យគឺគាត់ផ្ដោតទៅលើការឆ្លាញ់ការងារការធ្វើការដឹកខ្ជាប់ខ្ជួនការរៀនសូត្រការអន្សំចៃការរៀបចំផែនការការរៀបចំកែលម្អបន្តិចម្ដងរៀងរាល់រដូវកាលឬក៏រៀងរាល់ថ្ងៃអីចឹងហ្នឹងគឺធ្វើឲ្យយើងនឹងទទួលបានលទ្ធភាពមួយដែលកែប្រែវាសនារបស់យើងហើយមួយទៀតគឺរបៀបចាក់ចេញពីភាពក្រីក្រនឹងតើយើងអាចធ្វើម៉េចដើម្បីអាចចាក់ចេញពីភាពក្រីក្រអញ្ចឹងយើងមាន6ចំណុចទី1គឺកត់ត្រារៀងរាល់ការចំណាយនិងការលក់ដូរទាំងអស់អញ្ចឹងពេលដែលយើងចិញ្ចឹមសត្វចិញ្ចឹមអីក៏ដោយយើងត្រូវកត់ត្រាតើយើងចំណាយប្រមាណយើងលក់ទទួលបានចំណូលប្រមាណអន្សំផ្នែកខ្លះនៃប្រាក់ចំណេញទី2គឺអន្សំផ្នែកខ្លះនៃប្រាក់ចំណេញអញ្ចឹងនៅពេលដែលយើងទទួលបានចំណូលចឹងយើងត្រូវដកចំណាយហើយនឹងទទួលបានចំណេញប្រមាណចឹងយើងត្រូវអន្សំដើម្បីបរិវិនិយោគបន្តចូលដល់ចំណុចទី3គឺវិនិយោគលើរបស់ដែលបង្កើតចំណូលនាពេលអនាគតចឹងខ្ញុំថាមិញចឹងរបស់ខ្លះយើងអាចឃើញលុយភ្លាមឧទាហរណ៍ដូចដាំពោតយើងអាចឃើញលុយក្នុងពេល 4-5 ខែប៉ុន្តែដល់ពេលដូចដាំដូងយើងនឹងចំណាយពេល 4-5 ឆ្នាំដើម្បីឃើញប៉ុន្តែយ៉ាងណាយើងត្រូវឆ្លៀតអានឹងជាការវិនិយោគក្នុងពេលអនាគតហើយចំណុចទី4គឺបង្កើតប្រភពចំណូលឲ្យបានច្រើនជាងមុនបើយើងរំពឹងតែទៅលើចំណូលតែមួយប្រភពនឹងធ្វើឲ្យយើងជួបបញ្ហាមកជួបការលំបាកនិងរីកចម្រើនអញ្ចឹងយើងត្រូវមានចំណូលឲ្យច្រើនមានចំណូលពីចម្ការពីស្រែពីការដាំដំណាំពីការចិញ្ចឹមសត្វអីផ្សេងសូម្បីតែសត្វយើងអាចមានសត្វច្រើនប្រភេទមានតាំងពីមាន់ទាជ្រូកគោអីនឹងជាដើមយើងមិនអាចពឹងតែលើឧទាហរណ៍ដូចកសិករខ្លះគាត់ចិញ្ចឹមគោដល់ពេលគោធ្លាក់ចុះគោថោកអញ្ចឹងគាត់ពិបាករកចំណូលមែនទែនគាត់ពិបាកនឹងរកលុយសម្រាប់ផ្គត់ផ្គង់ជីវភាពទី5គឺបន្តរៀនសូត្រជារៀងរាល់ថ្ងៃនេះគឺខ្ញុំលើកឡើងមុននឹងហើយដែរបើជាកសិករយើងគួរតែរៀនសូត្រពីរបៀបក្នុងការចិញ្ចឹមសត្វរៀនសូត្រតើដំណាំណាដែលដាំទៅមានទីផ្សារល្អនិងមិនងាយបាត់បង់ទីផ្សារវិញឬក៏ដំណាំណាដែលទីផ្សារពិភពលោកវាត្រូវការឧទាហរណ៍ដូចស្វាយចន្ទុយចន្ទីឬក៏កស៊ូអីនឹងជាដើមហើយចំណុចទី6គឺគិតដូចម្ចាស់អាជីវកម្មមិនគ្រាន់តែគិតបែបកម្មករគាត់គិតបែបធ្វើការមួយថ្ងៃហ្នឹងបានចំណូលមួយថ្ងៃហ្នឹងប៉ុន្តែជាម្ចាស់អាជីវកម្មមិនដែលគាត់គិតតាំងពីមួយថ្ងៃហ្នឹងនឹងទទួលបានចំណូលប៉ុណ្ណេះប៉ុន្តែមួយខែយើងនឹងទទួលបានចំណូលប៉ុណ្ណេះមួយឆ្នាំយើងទទួលបានចំណូលប៉ុណ្ណេះនឹងជាដើមសូមចាំថាការមានមូលដ្ឋានហិរញ្ញវត្ថុកាន់តែរឹងមាំមិនកើតឡើងត្រឹមរយៈពេលមួយយប់ឬក៏ពីរយប់ទេវាកើតឡើងតាមរយៈការសម្រេចចិត្តដ៏ឆ្លៀសវៃតូចរាប់រយដងដែលត្រូវបានធ្វើឡើងដោយខ្ជាប់ខ្ជួនអញ្ចឹងអានឹងជាអ្វីដែលខ្ញុំចង់លើកឡើងនៅក្នុងវីដេអូមួយហ្នឹងហើយសង្ឃឹមថាបងប្អូននឹងអាចទទួលបានចំណេះដឹងខ្លះពាក់ព័ន្ធជាមួយនឹងចំណេះដឹងពាក់ព័ន្ធជាមួយនឹងការងារកសិកម្មហើយមែនទែនទៅខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នានឹងធ្វើបែបហ្នឹងជាជាងយើងរស់នៅបដោយតាមយថាកម្មហើយវីដេអូផ្សេងដែលខ្ញុំបានធ្វើតាក់ទងជាមួយនឹងការចិញ្ចឹមមាន់ចិញ្ចឹមទាខ្ញុំបានធ្វើច្រើនហើយ
ចឹងឥឡូវហ្នឹងខ្ញុំភាគច្រើនគឺផ្ដោតទៅលើការលើកទឹកចិត្តឲ្យបងប្អូនដឹងថាតើយើងគួរធ្វើបែបណាហើយលើកទឹកចិត្តដល់បងប្អូនឲ្យរៀនចាប់ផ្ដើមកែប្រែពីកសិករធម្មតាទៅជាកសិករដែលយើងរាប់ទុកការងារកសិកម្មជាប្រភពនៃចំណូលដែលធ្វើឲ្យគ្រួសាររបស់យើងរីកចម្រើន